បាទឥឡូវសម្រាប់ទូរទស្សន៍ដែលអត់ស្គាល់ Wi-Fi ចូល Wi-Fi ហើយវាអត់ស្គាល់យើងត្រូវ restart ម៉ាស៊ីនរបស់វាមានដំបូងយើងត្រូវចុច menu ហើយក៏យក setting យក setting នេះមក setting មកអងកោមួយចូលយកពាក្យ device preference មកក្រោមអស់មកនៅខាងក្រោមគេគេដាក់ factory reset ហ្នឹងចុច OK មកតោះមកចុច OK មួយទៀតម៉ាស៊ីនកំពុងតែ reset ហើយជួយរងចាំបន្តិចមកឥឡូវម៉ាស៊ីនបានដំណើរការហើយយើងចុច start to set up មកចុច OK មួយមកឬមួយប្រទានទៅខាងស្ដាំមកចូល page ទី1យកភាសាចង់យកភាសាទៅដាក់ភាសាអង់គ្លេសមកយក page ទី2 page ទី2ភ្នំពេញត្រូវហើយ page ទី3 Wi-Fi បើក hotspot ទូរស័ព្ទមកវាលោតឡើងឲ្យបន្ទាប់ពីយើង select បាន Wi-Fi ហើយឧទាហរណ៍ថាលើ Wi-Fi មួយនេះចុច OK ចុច OK មកដើម្បីយើង select យក Wi-Fi មួយនេះហើយលេខកូដចូលមកឡើយបានភ្ជាប់ Wi-Fi ហើយ Wi-Fi បានភ្ជាប់ដោយជោគជ័យចូលទៅ page ទី4យក home ត្រូវហើយ page ទី5 finish ចុច OK ជាការស្រេចទទួលឲ្យដំណើរការបានធម្មតាវិញដល់ពេលនេះគេឲ្យយើង agree មួយ OK មក agree មួយនៅខាងលើនោះចុច agree ជាមួយមកអុំក្រោមយកពាក្យ next ពាក្យ next នេះពាក្យ agree រួចរាល់អាចទស្សនា YouTube បានអាចប្រើបានដែរបាទ